mà ngay trong coi cài bị mà ngày ấy sao ngày này sao mấy ngày một bộ nó đi cài bị nà bị đất ban dục này là có super league vậyក្រុមបានខ្សែក្រវ៉ាត់ដោយសារតែបានខ្សែក្រវ៉ាត់ហ្នឹងគឺបានមុននឹងប្រកួតនឹងទៀតតែឥឡូវយើងអាហ្នឹងប្រហែលជាបងប្អូនដឹងហើយឥឡូវយើងនិយាយពី Nabil ជាមួយ Amarin Amarin និង Nabil ធ្លាប់ប៉ះគ្នានៅក្នុងសង្វៀន RWS នៅក្នុងប្រទេសថៃឬក៏រាជាដំណើរនឹងRWS លំមុនគឺការប្រកួតរវាង Nabil និង Amarin ហ្នឹងគឺធ្វើឡើងនៅ3ទឹកហើយក្នុង3ទឹកហ្នឹងផងដែរបងប្អូនទាំងអស់គ្នាគឺយើងបានឃើញជាក់ស្ដែងថាអាវុធរបស់ Nabil គឺចេញចំគោលដៅហើយនឹងធ្ងន់ជាង Amarin ហើយ Amarin វិញគឺស្រាលនិងមិនសូវជាចំគោលដៅប្រហែលទេដោយឡែក Nabil បានប្រើក្បាច់អេសីដាច់ឈានបាទប្រើខុសបច្ចេកទេសក៏បាទ Amarin ដាក់មួយដៃផ្លាប់រាប់ចុងទឹកបាទហើយធ្វើការប្រកួតរហូតដល់ចប់ទឹក3លទ្ធផលស្មើគ្នានឹងយើងឈ្នះយើងស្មើនឹងដោយសារយើងបានរាប់ហើយបើសិនជាបច្ចុប្បន្ននេះសួរថាឲ្យគាត់ទាំងអស់គ្នានឹងទាំងពីរនេះនឹងជួបគ្នាបានអត់បាទចម្លើយគឺជួបបានតែក្នុងលក្ខខណ្ឌណាគឺអត់ដឹងបាទបើឲ្យជួបវាយគ្នាវាយបានបាទព្រោះឲ្យតែគីឡូប៉ុនគ្នាហើយបើបច្ចុប្បន្ននេះបើចង់យក Nabil មកគឺពិបាកបងប្អូនចំណាយច្រើនហើយមិនដឹងថាអាចយកមកបានអត់ទេព្រោះយើងជាប់កុងត្រាបាទដែលសារ Nabil គឺជាប់កុងត្រាជាមួយនឹង One Championship ហើយ Amarin បាទសិនជាចង់ជួបជាមួយនឹង Nabil លុះត្រាតែមានការផ្ដល់ឱកាសពីបាទលោកឆាត្រីដែលជាស្ថាបនិករបស់ One ហ្នឹងឬក៏ Amarin គឺត្រូវចូលវាយនៅក្នុងសង្វៀន One បាទវិលជុំរហូតដល់អាចប៉ះ Nabil បានបើគិតតែពីភូមិកងនៅស្រុកខ្មែរយើងនេះយើងដឹងហើយបាទកីឡាករបាទadmin មួយចំនួនគឺភូមិកងច្រើនណាស់តែអត់តាន់យល់ពីកីឡាករអត់តាន់យល់ពីស្ថាប័នដែលច្បាស់លាស់ទេអញ្ចឹងគឺម្នាក់ខំភូមិកងអូជួបគ្នាម្ដងល្អមើលក៏ម្ដងនេះដឹងស្លាប់បោះ Amarin បាទឲ្យតែជួបគ្នាបានសិនទៅមិនបាច់ចាំគិតដល់សាច់ឈ្នះគេទេបាទបច្ចុប្បន្ននេះ Nabil មិនមែនធម្មតាណា Amarin គឺខ្ញុំហ៊ាននិយាយថាបើសិនជួ Nabil គឺគៀងហ្មងបាទ Nabil នេះស៊ីលំដាប់គីឡូលើអស់ហើយAmarin បាទវាយខ្ញុំនិយាយត្រង់សឹងតែឃើញ poster ចេញមកខ្ញុំខ្ជិលមកគូ Amarin ដោយសារអីដោយសារតែដឹងថា Amarin គឺឈ្នះ 100% ហើយឈ្នះដោយសារស្លាប់បងប្អូននេះយកកីឡាករមកចាក់ពីជង្គង់ពីជង្គង់វាយមួយកែស្លាប់បានអីបាទលេងចង់មើលឲ្យតែឃើញចេញ poster Amarin មកបាទមិនមែនថាខ្ញុំនឹងអត់គ្រប់ត្រ Amarin ទេបាទស្រឡាញ់តាំងពីដើមមកហើយ Amarin បាទកីឡាករខ្ពស់បាទតាំងពីជំនាន់8គីឡូបាទខ្មែរឡើយបាទតែឥឡូវមកប៉ះជាមួយនឹងកីឡាករដែលមិនជាកីឡាករដែរតែគេមិនសូវជាខ្លាំងទេដល់មកប៉ះគាត់បាទពីជង្គង់មកកែងស្លាប់ទឹកមួយបកគោក្រៅទឹកមួយគោក្រៅទៀតទឹកមួយចុះ Nabil ប៉ះសទឹកលំដាប់សេរីគេហៅថាពិភពលោកណា